នៅពេលដែលយើងឃើញការបង្ហោះណាមួយដែលមិនមែនជាការពិតដែលជាការបំពុលសង្គមរបស់MMO មួយចំនួនតូចរបស់ដៃថ្មីមួយចំនួនតូចដែលធ្វើឲ្យប៉ះពាល់ទៅដល់សន្តិភាពទៅដល់សន្តិសុខទៅដល់បញ្ហាផ្សេងប៉ះពាល់ទៅដល់សង្គមជាតិរបស់យើងឬក៏ប៉ះពាល់ទៅដល់បុគ្គលប៉ះពាល់ទៅដល់ក្រុមណាមួយបងប្អូនមើលទៅថាវីដេអូនឹងការបង្ហោះនឹងពិតជាមិនសមទំនងទាល់តែសោះបងប្អូនអាចធ្វើការរាយការណ៍ឬក៏អាចធ្វើការ report បានខ្ញុំនឹងចូលទៅកាន់ទំព័រ Facebook ដែលឃើញការបង្ហោះរបស់គាត់បាទនេះបងប្អូនសុធារាធិរិទ្ធនេះបាទយើងអត់ដឹងថាបុគ្គលនឹងគាត់កំពុងតែគិតអីឬក៏គាត់ប្រើ account ណាប្រើ account របស់គេយកមកបង្ហោះយកមកបំពុលឬក៏យ៉ាងម៉េចទេបងប្អូននេះការបង្ហោះរបស់គាត់នេះបងប្អូនបានឃើញបាទវីដេអូមួយដូចនៅទីនេះវីដេអូនេះសៀមពេញសារជាថ្មីនៅថ្ងៃទី7 ខែ 1 2026នេះជាព័ត៌មានមិនពិតតតែសោះវីដេអូនេះខ្ញុំដូចជាធ្លាប់បើខ្ញុំចាំមិនខុសទេខ្ញុំធ្លាប់បានឃើញមានការបង្ហោះយូរហើយតាំងពីសៀមធ្វើការទម្លាក់គ្រាប់បំពុលសំឡេងសន្ធឹកគ្រាប់ដល់លើខ្លាំងណាស់បងប្អូនស្ពានមេទឹកបាទស្ពានជ័យជំនះនៅខាងស្រុកវាលវែងខេត្តពោធិ៍សាត់បាទស្ពាននេះធ្វើមកតែបន្តិចដល់ច្រកថ្មដាហើយអញ្ចឹងឃើញថាបុគ្គលនេះយកវីដេអូនេះមកបង្ហោះឡើងវិញហើយដាក់ថ្ងៃខែដាក់ថ្ងៃទី7ថ្ងៃនេះតែម្ដងថ្ងៃទី7 ខែ 1 2026នេះតាមពិតវីដេអូនេះជាវីដេអូចាស់ទេបាទហើយគាត់យកមកបង្ហោះអញ្ចឹងអីយើងមិនដឹងថាគាត់មានចេតនាបែបណាទេបងប្អូនដូចនៅទីនេះវីដេអូខាងក្រោមនេះក៏ដូចគ្នាដែរបាទថ្ងៃទី7 ខែ 1 2026បាទដូចគ្នាបាទដាក់ចោបានប្លង់ចូលសារជាថ្មីចោសៀមប្លង់បានប្លង់ចូលសារជាថ្មីបាទថ្ងៃទី7 ខែ 1 2026បាទហើយវីដេអូរបស់គាត់មានវីដេអូ AI វីដេអូពិតវីដេអូមិនពិតច្រើនយករបស់គេអីមកបង្ហោះច្រើនបាទអញ្ចឹងបងប្អូនអាចធ្វើការរាយការណ៍ឬក៏អាចធ្វើការ report page របស់គាត់កុំឲ្យគាត់នៅតែបំពុលបាទយើងរួមគ្នាកុំចាត់អំពើអាក្រក់ទាំងអស់គ្នាបងប្អូនចុចនៅត្រង់ចុច3ខាងនេះបាទខ្ញុំមិនចេះច្រើនទេខ្ញុំចូលទៅដល់នីតិវិធីឬក៏របៀបក្នុងការ report ក្នុងការរាយការណ៍ page នឹងតែម្ដងក្នុងការរាយការណ៍ទំព័រនឹងតែម្ដងបាទយើងចុចនៅត្រង់ចុច3បន្ទាប់មកបងប្អូនចុច report profile បាទហើយបងប្អូនចុចsomething about this profile ក្នុងការរាយការណ៍ហ្នឹងបើសិនជាយើងរាយការណ៍ទៅលើទំព័រនឹងទាំងមូលទៅលើ page នឹងទាំងមូលបងប្អូនយកខាងលើប៉ុន្តែបើបងប្អូនរាយការណ៍ទៅលើការបង្ហោះណាមួយបងប្អូនយកខាងក្រោមអញ្ចឹងខ្ញុំយកខាងលើបាទ something about this profile បាទបន្ទាប់មកបងប្អូនចុចនៅត្រង់នៅទីនេះគឺមានច្រើនជម្រើសបាទនៅមានច្រើនជម្រើសហើយក្នុងការរាយការណ៍ដោយសារទំព័រនេះជាទំព័រមួយមិនត្រឹមត្រូវបងប្អូនអាចយក scam fraud or false information ក៏បាន fake profile ក៏បានបាទអញ្ចឹងខ្ញុំយក scam បាទអញ្ចឹងខ្ញុំយក sharing false information បន្ទាប់មកខ្ញុំចុច done បាទបងប្អូនយើងនាំគ្នាធ្វើទាំងអស់គ្នាក្នុងពេលតែមួយឲ្យបានច្រើនគ្នាទំព័រ Facebook របស់គាត់ page របស់គាត់អាចនឹងត្រូវបាន Facebook ប្រមានឬក៏អាចនឹងមានបញ្ហាបើសិនជាយើងរួមគ្នាក្នុងការឃើញនៅអំពើអាក្រក់ឃើញនៅទង្វើមិនល្អរបស់ជនណាម្នាក់ដើម្បីកេងចំណេញទទួលបាន like ទទួលបាន share ទទួលបាន view ក្រុម MMO ក្រុមដៃថ្មីមួយចំនួនបាទខ្ញុំជជែកមួយចំនួនតូចទេជាពិសេសដៃថ្មីតែម្ដងចេញមកអត់ដឹងក្បាលដឹងកតុយចេញមករបៀបព្រៃតែម្ដងហ្នឹងបងប្អូនអាចធ្វើការរាយការណ៍ឬក៏អាចធ្វើការ report បានបាទខ្ញុំជជែកនេះបញ្ជាក់ឡើងវិញបងប្អូនគឺ MMO មួយចំនួនមិនមែនទាំងអស់ទេឃើញបងប្អូនយើងជាច្រើនបានរួមគ្នាក្នុងការទប់ស្កាត់នៅព័ត៌មានคล้ายៗបានរួមគ្នាក្នុងការជួយជាតិមាតុភូមិរបស់យើងតាមចំណេះតាមជំនាញរៀងខ្លួនយ៉ាងផុសផុលហើយក៏មានជនឆ្លៀតឱកាសមួយចំនួនទូចដែលគាត់កេងបន្លំដែលគាត់កេងចំណេញបញ្ហាទាំងអស់ហ្នឹងដើម្បីជាប្រយោជន៍បុគ្គលឬក៏ជាប្រយោជន៍ក្រុមគាត់បាទអញ្ចឹងបងប្អូនមានប៉ុណ្នេះអរគុណច្រើនសម្រាប់ការតាមដានទេសនាមានអ្វីចូលរួមអាចសរសេរបានខាងក្រោមយើងជួបគ្នានៅពេលក្រោយទៀតបាទអរគុណជម្រាបលា